តើអត្តចរិតម្ដាយជាឥទ្ធិពលអ្វីខ្លះលើកូនស្រីខ្ញុំសូមជូន6ចំណុចដែលកូនស្រីរៀនពីអត្តចរិតម្ដាយហើយចំណុចទី6គឺជាចំណុចពិសេសចំណុចទី1គឺតម្លៃស្ត្រីការលើកទឹកចិត្តការជឿជាក់លើកូនស្រីបង្រៀនកូនស្រីឲ្យមានទំនុកចិត្តលើខ្លួនឯងម្ដាយដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងកូនស្រីឲ្យយល់ពីតម្លៃស្ត្រីចំណុចទី2គឺការគ្រប់គ្រងអារម្មណ៍ទំនាក់ទំនងល្អរវាងម្ដាយនិងកូនស្រីបង្រៀនកូនស្រីឲ្យស្គាល់ខ្លួនឯងចេះបង្ហាញអារម្មណ៍និងចេះគ្រប់គ្រងអារម្មណ៍ចំណុចទី3គឺវិន័យនិងសីលធម៌ការងារការលះបង់និងការយកចិត្តទុកដាក់របស់ម្ដាយក្នុងការអប់រំទូន្មានកូនក្នុងការរៀបចំផ្ទះបង្រៀនកូនស្រីឲ្យមានទំនួលខុសត្រូវខ្ពស់មានវិន័យល្អនិងមានសីលធម៌ការងារល្អចំណុចទី4គឺភាពអត់ធ្មត់និងការដោះស្រាយបញ្ហាការពុះពៀរបស់ម្ដាយក្នុងការដោះស្រាយបញ្ហាដោយភាពអត់ធ្មត់បង្រៀនកូនស្រីឲ្យរឹងមាំអត់ធ្មត់និងចេះបត់បែនចំណុចទី5គឺការមើលថែខ្លួនឯងម្ដាយតែងតែបង្រៀនកូនស្រីឲ្យចេះមើលថែទាំខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្តដើម្បីឲ្យក្លាយជានារីល្អម្នាក់ចំណុចទី6ជាចំណុចចុងក្រោយហើយក៏ជាចំណុចពិសេសនោះគឺក្តីស្រឡាញ់ការយកចិត្តទុកដាក់ស្រឡាញ់មើលថែរបស់ម្ដាយចំពោះកូនស្រីបង្រៀនកូនស្រីឲ្យស្គាល់ពីតម្លៃខ្លួនឯងច្បាស់ជាពិសេសគឺអាចរកស្វាមីដ៏ល្អនិងមានទំនួលខុសត្រូវខ្ពស់ម្នាក់នៅពេលអនាគតបាទសូមអរគុណ